ចេះតែឆ្ងល់ជិះម៉ូតូម្នាក់ឯងសោះចេះតែធូនទៅមើលតាំងបញ្ចក់ស្រាប់តែឃើញមនុស្សម្នាក់ពាក់ឈុតសភ្នែកសុទ្ធតែឈាមជិះពីក្រោយខ្នងសួស្តីប្រិយមិត្តទាំងអស់គ្នាខ្ញុំទទួលបានរឿងនេះពីបងលីតែក៏បានជួបនៅហេតុការណ៍នេះផ្ទាល់តើហេតុការណ៍នេះពឺភួយដល់កម្រិតណាតោះស្ដាប់ទាំងអស់គ្នាបងលីបានរៀបរាប់ថាកំឡុងពេលឆ្នាំ2005នៅថ្ងៃមួយគាត់បានទៅចូលរួមកម្មវិធីបុណ្យដាលានរបស់មិត្តភ័ក្តិរបស់គាត់ហើយគាត់បានពិសាស្រានិងរាំធុងបាសយ៉ាងសប្បាយរហូតដល់យប់អាទិត្យម៉ោង12ទើបគាត់វិលត្រឡប់មកផ្ទះវិញកំឡុងពេលគាត់ជិះម៉ូតូត្រឡប់មកផ្ទះនៅដងវិថីផ្លូវជាតិលេខ4គឺមានសភាពស្ងាត់ស្ងងដោយសារសភាពផ្លូវងងឹតពេកបូកផ្សំនឹងភ្លើងម៉ូតូមិនសូវភ្លឺហើយជិះម្នាក់ឯងទៀតគាត់ក៏បានបើកម៉ូតូយឺតហើយមកដល់ពាក់កណ្ដាលផ្លូវគាត់មានអារម្មណ៍ថាម៉ូតូរបស់គាត់ដូចបើកទៅមុខតឹងទៅដូចដុកអង្គ8អញ្ចឹងសត្វតែពេលនោះបងលីបានកលេចភ្នែកមើលតាមកញ្ចក់ម៉ូតូរបស់គាត់ក៏ឃើញមនុស្សស្រីម្នាក់ពាក់ឈុតសភ្នែកពោពេញទៅដោយឈាមបានជិះពីក្រោយខ្នងរបស់គាត់នៅពេលបងលីបានឃើញបងលីមិនហ៊ានងាកក្រោយទេគាត់មានការផិតភ័យខ្លាចយ៉ាងខ្លាំងដោយសារស្មារតីបងលីគាត់ខ្លាំងគាត់បានបន្តដំណើរទៅមុខបន្តទៀតមកដល់ចំណុចមុខរោងចក្រមួយកន្លែងដែលមានភ្លើងភ្លឺដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ4គាត់ក៏បានឈប់ហើយក៏បានងាកក្រោយគឺគាត់មិនបានឃើញខ្មោចស្រីម្នាក់នោះទេស្រាប់តែមួយរំពេចនោះសន្តិសុខរោងចក្រដែលយាមកាននៅពេលយប់ចេញមកសួរគាត់មានបញ្ហាអ្វីបានដូចជាភ័យខ្លាចម្ល៉េះបងលីបានប្រាប់ទៅពូសន្តិសុខថាគាត់បានជួបខ្មោចស្រីម្នាក់បានជិះម៉ូតូពីក្រោយខ្នងរបស់គាត់តែសុទ្ធតែឈាមពេលពូសន្តិសុខបានឮអ្វីដែលបងលីប្រាប់គាត់បាននិយាយថាកាលពីប្រហែលថ្ងៃមុនមានមនុស្សស្រីម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ឡានបុកស្លាប់នៅម្ដុំនឹងស្រាប់ពេលនោះបងលីមានការភ័យយ៉ាងខ្លាំងហើយក៏លាពូសន្តិសុខមកផ្ទះដោយជិះម៉ូតូទាំងភ័យខ្លាច